ក្រោយមកអីគេស៊ីឡាទូរ៉ាហ៊ីមផ្សារភ្ជាប់ខ្សែរ៉ាហ៊ីមគ្នាយើងជួនកាលបងប្អូនយើងនៅឆ្ងាយអ្នកខ្លះនៅកោះកុងទៅអ្នកខ្លះនៅភ្នំពេញទៅអ្នកណានៅនេះទៅអ្នកណានៅនោះទៅចឹងឱកាសដែលយើងអាចជួបគ្នាឱកាសដែលយើងអាចផ្សារភ្ជាប់គ្នាឱកាសដែលយើងទេរគ្នាហ្នឹងបើយើងអត់មានពេលទេគឺយើងទេរគ្នាសួរសុខទុក្ខគ្នានៅពេលហ្នឹងពីព្រោះអីពូក្នុងអាទិស្មុនវិថាម៉េចអ្នកណាហៅដែលគាត់ចង់ណាចង់អីគេចង់មានអាយុវែងចង់បានអាយុវែងចង់មានរីស្គីបរកាត់ឲ្យគេផ្សារភ្ជាប់ខ្សែរ៉ាហ៊ីមរបស់គេតែបើយើងអីគេបងប្អូនមានតែ3នាក់ទេឆ្លោះគ្នាអត់មានដែលមើលមុខគ្នាអាមួយនំពេញអានោះមួយនំម្លេអត់ដឹងថាសុខទុក្ខគ្នាមិន4 10ឆ្នាំអត់ដែលទេរោគ្នាអត់ដែលតាក់ទងគ្នាអាហ្នឹងគឺអីគេយើងអត់មានបរកាត់ទេក្នុងការរស់នៅដល់ស្អីនប៊ីប្រាប់ចឹងបើសិនជាចង់មានបរកាត់នៅក្នុងការរស់នៅរបស់យើងមានរីស្គីបរកាត់ហើយអាយុវែងឲ្យយើងផ្សារភ្ជាប់ខ្សែរ៉ាហ៊ីមរបស់យើងផ្សារភ្ជាប់ខ្សែរ៉ាហ៊ីមមកវិញចឹងយើងរកគ្នាយើងសួរគ្នាសួរសុខទុក្ខគ្នាដឹងដំណឹងគ្នាទៅវិញទៅមកជាពិសេសដូចជាខែអីគេ10ថ្ងៃនៃខែស៊ុលហាច់ហ្នឹងយើងនឹងមានសម្លេះសัตว์គូរបានណាបើយើងគិតថាគាត់ប្រហែលជាអត់មានអីហូបទេឬក៏យើងគាត់មានប៉ុន្តែយើងចង់ឲ្យរបស់យើងកន្លះគីឡូ1គីឡូ2ខាំ3ខាំអីឲ្យដល់គាត់ខ្សែរ៉ាហ៊ីមរបស់យើងដើម្បីអីដើម្បីឲ្យមានទំនាក់ទំនងល្អនេះហើយគឺជាចំណុចដែលយើងមិនគួររំលងពាក់ព័ន្ធជាមួយនឹងការធ្វើអ៊ីបាដាតទៅចំពោះអល់ឡោះ